ជំរាបសួរអ្នកនរគ្នាស្វាគមន៍ជាថ្មីមកកាន់ Channel Smile with me ថ្ងៃនេះពួកយើងមកនិយាយពីបទពិសោធន៍របស់ពួកយើងទាំងពីរនាក់នៅក្នុងស្នេហា8ឆ្នាំរបស់ពួកយើងថាពួកយើងធ្វើអីគេខ្លះទើបអាចកាន់ដៃគ្នាតាំងពីថ្ងៃចាប់ផ្ដើមរហូតដល់ឥឡូវបាន ចំពោះចំណុចទី1ហើយជាបងប្អូនអ្នកគ្នាបានដឹងទាំងអស់គ្នាហើយគឺអត់មានអីសំខាន់ជាងភាពស្មោះត្រង់រវាងគ្នានឹងគ្នាទេអញ្ចឹងភាពស្មោះត្រង់វាពិតជាដើរតួសំខាន់មែនទែននៅក្នុងទំនាក់ទំនងមិនថាស្នេហាមិត្តភក្តិឬក៏ទំនាក់ទំនងអីក៏ដោយគឺអ្វីដែលសំខាន់បំផុតគឺភាពស្មោះត្រង់រវាងគ្នានឹងគ្នា ហើយមួយទៀតគឺការចេះយល់ពីគ្នាទៅវិញទៅមកហើយនឹងការជួយបំពេញឲ្យគ្នានៅចំណុចខ្វះខាតរៀងខ្លួន ហើយចំណុចទី3គឺរបៀបដែលមនុស្សពីរនាក់ដោះស្រាយបញ្ហា ហើយពេលមានបញ្ហាគឺពួកយើងទាំងពីរនាក់តែងតែដោះស្រាយគ្នាដោយស្ងាត់អត់លក្ខណៈថាផុសឬក៏អីឲ្យគេដឹងថាពួកយើងពុំឆ្លោះគ្នាឬក៏អីទេហើយពេលដែលមានបញ្ហាហ្នឹងគឺយើងគួរតែដោះស្រាយមួយគ្នាឲ្យចាប់កុំឲ្យនៅរឿងហ្នឹងអស់បន្លាយយូរទៅកាន់តែយូរទៅ ចំពោះចំណុចសំខាន់មួយទៀតនោះគឺយើងមានគោលដៅមួយច្បាស់លាស់មានន័យថាតាំងពីដែលថ្ងៃដែលយើងចាប់ផ្ដើមមកដល់ពេលឥឡូវគឺយើងបានកំណត់គោលដៅមួយច្បាស់លាស់ហើយថាពួកយើងពីរនាក់ចង់បានអីអញ្ចឹងហើយវាធ្វើឲ្យពួកយើងពីរនាក់ខិតខំប្រឹងប្រែងយ៉ាងណារក្សានៅចំណងស្នេហាហ្នឹងដោយសារយើងពឹងទៅគោលដៅមួយដែលយើងចង់សម្រេចនៅថ្ងៃអនាគតជាមួយគ្នា ទាំងអស់នេះហើយវាគឺជាបទពិសោធន៍ខ្លះៗរបស់ពួកយើងទាំងពីរនាក់ដែលពួកយើងបានធ្វើតាំងពីថ្ងៃចាប់ផ្ដើមរហូតដល់ឥឡូវអញ្ចឹងសញ្ញាវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយសញ្ញាវីដេអូមួយនេះគឺមានការរំខានដោយសារតែពួកយើងកំពុងថតនៅឡែងដែលមានមនុស្សច្រើនតែហើយរំខានដោយខ្យល់ខ្លាំងមែនតើបងប្អូនអរគ្នាមើលតែសក់អ្នកនិយាយហ្នឹងដឹងហើយគឺឡើងបាសហ្មងអញ្ចឹងសម្រាប់វីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេជំរាបលាបងប្អូនទាំងអស់គ្នា The song we sing, love, love, love. It's the reason why our hearts take wing.